យើងរៀនដំបូងដើម្បីយើងធ្វើភាគទានមកបកសតាមប្រព័ន្ធ web គេចូលទៅក្នុង browser ណាមួយដែលយើងចូលចិត្តប្រើចឹងខ្ញុំចូលចិត្ត Chrome តែដល់ហ្នឹងខ្ញុំប្រើ Microsoft Edge ចឹងចូលមកយើងក្រៅ website មក enterprise.nfs.gov.kh នេះមកអូខេចឹង website មួយនេះចឹងដើម្បីងាយស្រួលដែរយើងអាច add website ហ្នឹងឬយើង add shortcut ដាក់លើបាទនៅនោះវាស្រួលដែរហើយយើងចុចមកយើងចុចលើ logo នោះបាទចឹងក្នុងការចូលធ្វើវានឹង pop up ជា QR code របស់ក្រសួងការងារចឹងបិទទៅហ្នឹងបាទហើយយើងចុចចូលប្រព័ន្ធចឹងតបចុចប្រព័ន្ធហើយយើងវាយ demand និងលេខកូដរបស់យើងចូលមកចឹងមកដល់ខាងចំណុចនេះយើងប្រកាសជាឃើញសហគ្រាសឬស្ថានរបស់យើងហ្នឹងមានតែក្រុមហ៊ុនរបស់យើងចឹងបន្ទាប់ពីឃើញក្រុមហ៊ុនរបស់យើងមិនបាច់ចុចយ៉ាងកន្លែងចុះបញ្ជីសហគ្រាសថ្មីណាយើងចុចលេខឈ្មោះក្រុមហ៊ុនយើងហ្នឹងមកចឹងបន្ទាប់ពីចុចយ៉ាងមកវានឹងដល់កន្លែងផ្ទាំងនេះចឹងយើងមើលកាន់ឆ្វេងដៃនេះវិញដោយមានផ្ទាំងទន្លេសមាជិកប្រកាសសមាជិកបងភេកទានចឹងយើងធ្វើបងភេកទានយើងចូលកន្លែងប្រកាសសមាជិកបងភេកទានហ្នឹងមកចឹងចុចមកដល់កន្លែងហ្នឹងហើយវានឹងបង្ហាញខែចាស់ដែលយើងបានបងមកចឹងសម្រាប់ខែដែលអត់តាន់បានបងវានឹងលោតជាសេចក្តីព្រៀងឧទាហរណ៍ដូចជាខែកុម្ភៈនេះគឺវានឹងលោតជាសេចក្តីព្រៀងហើយចឹងយើងក្នុងការធ្វើយើងអត់ចុចបង្កើតទេចុចបង្កើតអាហ្នឹងសម្រាប់តែសហគ្រាសថ្មីដែលចូលនៅក្នុងប្រព័ន្ធបសអត់មានប្រវត្តិបោះមកពីមុនអាហ្នឹងយើងចុចបង្កើតប៉ុន្តែសម្រាប់យើងនៅធ្លាប់បានបងពីមុនមកហើយយើងចុចទូផ្នែកខាងក្រោយហ្នឹងទៅអូខេជិះមកដល់ត្រង់ចំណុចហ្នឹងហើយគឺយើងមើលខាងលើស្ដាប់ដៃហ្នឹងគឺឃើញបន្ថែមសមាជិកលើហ្នឹងមកចឹងនេះយើងបងគេទៅមានសម្រាប់ខែកុម្ភៈខែ2ចឹងក្នុងការយើងប្រកាសបុគ្គលិករបស់យើងក្នុងខែ2ហ្នឹងមាន3ជម្រើសដើម្បីយើងបញ្ចូលប្រកាសបុគ្គលិករបស់យើងសម្រាប់ខែហ្នឹងដោយជម្រើសទី1បន្ថែមសមាជិកចឹងយើង select option ហ្នឹងហើយយើងចុចបញ្ចូលមករួចយើងវាយលេខកាតបុគ្គលិករបស់យើងចូលមកទៅវានឹងបង្ហាញឈ្មោះបុគ្គលិករបស់យើងមកហើយតែយើងដាក់ប្រាក់ខែរបស់គាត់ទៅហើយ select សាខ្ទ្រាយើងណាហើយយើង add ចូលទៅជាងអានេះoption ទី1មិនតាមសមាជិកណាហ្នឹងវា add ម្ដងមួយសម្រាប់សហគ្រាសដែលមានបុគ្គលិកតិចម្នាក់2នាក់អីយើងអាចប្រើណាងាយស្រួលដែរប៉ុន្តែ option ទី2ទាញទិន្នន័យវិខ័យចាស់ដោយ option ទាញទិន្នន័យវិខ័យចាស់ហ្នឹងគឺយើងអាចយក option ហ្នឹងបានក្នុងលក្ខខណ្ឌដែលភាគទានដែលយើងបងប្រកាសមកនៅក្នុងខែកុម្ភៈហ្នឹងគឺមានន័យថាចំនួនបុគ្គលិករបស់យើងដូចគ្នាទាំងស្រុងទៅនឹងខែចាស់ដែលខែ1ហ្នឹងឯងអញ្ចឹងដូចគ្នាទាំងចំនួនបុគ្គលិកនិងប្រាក់ខែរបស់ពួកគាត់ឧទាហរណ៍ថាប្រាក់ខែប្រកបមានឡើងអត់មានចុះនិងចំនួនបុគ្គលិកអត់មានឡើងមានចុះទេយើង select option ហ្នឹងមកហើយយើងចុចបន្តទៅនោះវានឹងចាប់ចំនួនបុគ្គលិកនៅក្នុងខែចាស់យកមកប្រើវិញណាហើយយើងចុចបន្តយើងដាក់ស្នាវាយដាក់តារាងប្រាក់ខែចូលទៅរួចហើយប៉ុន្តែសម្រាប់ក្នុងករណីដែលយើងមានបុគ្គលិកចាស់ឈប់ថ្មីចូលឡើងប្រាក់ខែឬក៏កាត់ប្រាក់ខែថយប្រាក់ខែអ្នកខ្លះធ្វើការបានប្រហែលថ្ងៃអីចឹងយើងយក option ខាងក្រោមទៅនេះវិញគឺបញ្ចូលឯកសារអញ្ចឹងយើង select option បញ្ចូលឯកសារហ្នឹងមកវានឹងឲ្យយើងបញ្ចូលឯកសារដែលជាប្រភេទ file Excel មួយចឹង Excel យើងអាចទាញគំរូខាងក្រោមនេះបានដោយគំរូក្នុងការទាញណាគឺមាន2ខាស្ដាប់ដៃនេះយើងជួយទាញមកហើយយើងបើក file ហ្នឹងទៅយើងត្រូវវាយបុគ្គលិករបស់យើងទាំងអស់ចូលនៅក្នុងហ្នឹងចូលនៅក្នុង file Excel ហ្នឹងទាំងអស់ណានេះសម្រាប់អ្នកថ្មីដែលអត់ទាន់ធ្លាប់មានប្រវត្តិបំអីចឹងគឺយើងទាញកាលណាមកយើងវាយបុគ្គលិករបស់យើងចូលនៅក្នុង file Excel ហ្នឹងឡើងវិញទាំងអស់ទៅអញ្ចឹងអានេះមានជា template 3នាក់សម្រាប់ឲ្យយើងមើលដាក់មកហ្នឹងឲ្យយើងមើលព្រោះថាដាក់ឲ្យមើលចឹងហើយនោះមានយើងអាចវាយខុសទៀតអញ្ចឹងធ្វើម៉េចបំពេញតាមគំរូហ្នឹងទៅអូខេចំពោះគំរូដែលយើងអាចទាញមកខាងទៀតខាងឆ្វេងដៃនេះ
tiên là nét cứ là nắng sớm ép không lẽ hát đầy dương club miền bờ vọt bóng mau bị mồn ở thì họ đặt hai mũi dương club ba mũi ấy nè dương ai tiếng excel nó không hai món từ hai mũi nữa dùng một prao bên bán đòi dương lục một bộ lực chặt trao đấy và miền bộ lực mày chấu dương ai có chấu nó phải xa lần đây chẳng dương còn là trực tiếp á anh ấy bị lôi thì hai bấy nó cũng trực tiếp cái ở tam prao này nhé chẳng dương sẽ lại khai máu câu vùng nón để sẽ lại nó cứ khai na mũi để dương bán và cả bóng vụt hỏi chẳng hai để dương bóng vụt hai bây giờ thì khai mũi chẳng dương trực tiếp mất ok lưu viên download chia file Excel ấy chứ nhưng bác file Excel lắm á bác file Excel nó mau hỏi và ngót chia miền bộ lực bỏ dưới này dưới ban bạc cá nó không thay mũi cái nhận chắc có vùng nó này dân tiên màu nó cứ đầm bay tha bộ lực chốc nhưng lục một phát chính bộ lực mây chấu nhưng vì bị chấu một phát thua miền bạc phát nó không bị xa lần thế ហើយមួយទៀតអ្វីដែលយើងកែប្រែគឺកន្លែងប្រាក់ខែរបស់ពួកគាត់ដោយកន្លែងហ្នឹងគឺទាមទារឲ្យយើងវាយtiềnលុយរៀលនិងលុយដុល្លារពេលតែកន្លែងយើងទូទាត់ប្រាក់ខែបុគ្គលិកជារៀលកន្លែងដុល្លារក៏ត្រូវដាក់បើយើងទូទាត់ជាដុល្លារកន្លែងរៀលក៏ត្រូវដាក់ដែរចឹងឧទាហរណ៍ជាអាស្រ័យដោយសារទីនេះគឺគាត់បើកជាដុល្លារតែរៀលក៏គាត់ដាក់ដែរអញ្ចឹងរៀលហ្នឹងយើងកុំភ្លេចគុណមិនអត្រាគោប្រាក់នៃខែដែលយើងប្រកាសបងហ្នឹងណាចឹងទឹកប្រាក់នេះបើប្រាក់រៀលយើងទាញពីខែមួយមកមែនអត់មិញចឹងនេះយើងទាញពីខែមួយមកមិញណាណាយើងទាញពីខែមួយមកចឹងមានន័យថាកន្លែងប្រាក់រៀលហ្នឹងគឺគុណជាមួយនឹងអត្រាព្រោះប្រាក់នៃខែមួយទេអញ្ចឹងយើងប្រកាសបងសម្រាប់ខែទីហ្នឹងយើងត្រូវគុណនឹងអត្រាព្រោះប្រាក់នៃខែទីចឹងអត្រាព្រោះប្រាក់យើងអាចមើលកន្លែងខាងលើនេះបាននេះលើបាខាងលើណាសម្រាប់ខែកុម្ភៈគឺ45អញ្ចឹងយើងលោកពិសេសប្រាក់នឹងចេញយើងប្រើរហូតមុនឲ្យ45ហើយយើងចុចស្មើរួចយើងចុចលើប្រាក់ខែជាដុល្លាររបស់គាត់គឺយើងគុណដល់គឺ45ហេចឹងកន្លែងរៀលណាគឺមានន័យថាចំនួនទឹកប្រាក់ហ្នឹងណាអូមកហេជាងឧទាហរណ៍ថាបើសិនជាកន្លែងយើងទូទាត់ជាសាច់ប្រាក់ឲ្យបុគ្គលិកវាជាលុយរៀលវិញឧទាហរណ៍ថាប្រាក់ខែគាត់និយាយតោះគេថាគាត់លៀនចឹងណាឧទាហរណ៍អញ្ចឹងកន្លែងដុល្លារនេះក៏យើងប្រើរូបមន្តហើយមកស្មើយកប្រាក់ខែជារៀលtráiជាមួយនឹងអត្រាប្តូរប្រាក់នៃខែកុម្ភៈ45អូខេចឹងមានន័យថាកន្លែងប្រាក់ដុល្លារដែលគាត់ទទួលបានគឺទីដងប៉ុណ្ណឹងចឹងកន្លែងនេះដែរដល់យើងមិនចាំបាច់កាត់ខ្ទង់កាត់ក្បៀអីទេឬក៏អ្នកខ្លះគាត់ format កាត់ទៅជាnumber ណាហើយដាក់ separate ហ្នឹងមកកាត់ខ្ទង់ទេដាក់ទៅប្រព័ន្ធអត់ស្គាល់ទេណាចឹងទៅជាមើលកន្លែងហ្នឹងដែរហើយកន្លែងហ្នឹងដល់យើងមិនចាំបាច់ដាក់សញ្ញាលុយរៀលឬក៏សញ្ញាលុយដុល្លារអីចឹងណាជាទៀតដាក់ឲ្យប្រព័ន្ធអត់ចាប់ទេព្រោះថាមកជួនណាគឺប្រព័ន្ធវាចង់មកថាវាជាលុយរៀលជួននេះជាលុយដុល្លារចឹងណាចឹងយើងសេវហើយយើងបោះវាចូលប្រព័ន្ធមកវិញមកហើយយើងជិះបន្ទាប់មកអូខេអញ្ចឹងតើវាជាបន្ទាប់មកបើកន្លែងនេះក្នុងករណីដែលយើងបំពេញឈ្មោះបុគ្គលិកខុសនិងបែកលេខកាតបសសរបស់ពួកគាត់ខុសមានចំនួនប្រហែលនេះក្នុងករណីដែលខុសឈ្មោះគឺមានន័យថាយើងបំពេញឈ្មោះគាត់អត់ទៅឬក៏ថ្ងៃខែឆ្នាំប៉ុណ្ណាក៏អត់ទៅទេអញ្ចឹងយើងជួយខាងឆ្វេងដៃនេះមកខុសឈ្មោះនោះវារំខានឈ្មោះអ្នកដែលខុសនឹងមកហើយអញ្ចឹងក្នុងការដែលយើងកែយើងអាចមើលបាននេះឈ្មោះដែលយើងវាយនៅក្នុងពិសេសវានឹងបង្ហាញមកយ៉ាងចុះឈ្មោះដែលត្រូវខាងប្រព័ន្ធពីឈ្មោះនេះអញ្ចឹងយើងអាច copy ឈ្មោះហ្នឹងហើយយើងមកកែឈ្មោះនៅក្នុង Excel ហ្នឹងទៅរួចយើងបោះម្ដងទៀតទៅក៏បានដែរឬក៏មួយទៀតយើងអាចកែប្រែបាននៅក្នុងប្រព័ន្ធហ្នឹងឬយើងចុចសញ្ញារូបលេខខ្លោមិនដឹងវិធាននេះចុចមកការដែលនឹងប្រហែល main first តែយើងចឹងយើងផាសឈ្មោះឲ្យចូលគឺយើងកែនៅក្នុងហ្នឹងណា
យើង select ភាសាគេយើងមកអូខេយើងរក្សាទុកបន្ទាប់ពីរក្សាទុករួចយើងត្រូវចុច take កន្លែងនេះដើម្បីឲ្យវា load វាខុសឈ្មោះមកតាមត្រូវអូខេចឹងយើងកែប្រែឲ្យវា load មកតាមត្រូវវិញឯងប៉ុន្តែករណីមួយទៀត load ថាមិនតាមត្រូវអានោះហប់ឆេះហ្មងចឹងយើងអាចទៅមុខបានទៀងតែយើងខ្វះបុគ្គលិកម្នាក់ឯងកញ្ញាចឹងករណីដែលវា load ក៏ហមចឹងមានន័យថាអត់ជាយើងវាយលេខកាតរបស់សសររបស់គាត់ខុសហើយបើក្នុងលក្ខខណ្ឌដែលវា load ខុសឈ្មោះអាហ្នឹងយើងអាចវាយខុសឈ្មោះនៅថ្ងៃខែឆ្នាំកំណើតបើ load តែក្រហមនេះគឺយើងទៅពិនិត្យមើលលេខកាតរបស់គាត់វិញណាអញ្ចឹងយើងទៅមើលលេខកាតរបស់គាត់វិញដែរដូចយើងទៅមើលលេខកាតលើកាតរបស់គាត់ទីតបទៀតអញ្ចឹងអានេះរបស់គាត់នេះគឺដូចជាអក្សរអទេអូខេចឹងយើងកែក្នុងបិសាលហើយយើងងាកមកប្រព័ន្ធវិញមកអញ្ចឹងយើងបោះបិសាហ្នឹងចូលម្ដងទៀតប៉ុន្តែមុននឹងបោះមកយើងជិះសម្អាតសិនណាអូខេបន្ទាប់ពីសម្អាតហើយយើងជិះថែមយើងយកបញ្ចូលឯកសារអូខេ select បិសាដែលយើងបានកែតែរួចដល់ហើយមកយើងមកតបអូខេដូចវានឹងបង្ហាញចំនួនបុគ្គលិករបស់យើងមកចាំត្រូវគ្រប់ចំនួនអស់វិញណាកន្លែងនេះគឺជាទឹកប្រាក់ដែលយើងទៅបងហើយយើងអាចមើលលំអិតបានណាដែលយើងចុចមកពីសានេះមកព្រោះchúngបើក file Excel នឹងមើលតើបុគ្គលិកម្នាក់យើងត្រូវខាត់កន្លែងសងពុតពីពួកគាត់ប្រហែលណាអូខេអញ្ចឹងយើងអាចមើលកន្លែងនេះនៅនេះបន្ទុករបស់ក្រុមហ៊ុនកន្លែង pension ប្រាក់ចូលនិវត្តន៍បែងចែកពីខាងក្រុមហ៊ុនចេញពាក្យរាសម័យព្រួលចេញពាក្យរាអញ្ចឹងកន្លែងហ្នឹងមានន័យថាយើងកាត់ពីបុគ្គលិករបស់យើងសំខាន់តទៅយើងឃើញបុគ្គលិកតាមត្រូវគ្រប់ចំនួនមានន័យ load key អស់ហើយគឺជិះជាក់ណាតពីចុចនេះជាគឺយើងចុចដាក់ស្នាចឹងកន្លែងនេះគឺយើងវាយដៃទូរស័ព្ទរបស់យើងចូលមកចឹងអ្នកខ្លះវាយអត់ចូលទេចង់ខណ្ឌប្រព័ន្ធទីមួយយើងត្រូវមើល keyboard របស់យើងណាបើសិនជាយើងដាក់ខ្មែរអាហ្នឹងគឺអត់ស្គាល់លេខខ្មែរទេអញ្ចឹងកន្លែងនេះយើងបញ្ចូលតារាងប្រាក់បៀវត្តអញ្ចឹងកន្លែងហ្នឹងតារាងប្រាក់បៀវត្តគឺមានន័យថាតារាងប្រាក់ខែប្រចាំក្រុមហ៊ុនរបស់យើងដោយមិនយើងបោះ file នេះចូលម្ដងទៀតណាអានេះមិនមែនជាតារាងប្រាក់ខែទេអានេះគឺជាតារាងប្រកាសបុគ្គលិកទេណាកុំច្រឡំតែច្រឡំខុសហើយអញ្ចឹងតារាងប្រាក់ខែប្រចាំក្រុមហ៊ុនរបស់យើងជា internal របស់យើងជាងនេះតារាងប្រាក់ខែរបស់យើងជិតមកអូខេអញ្ចឹងតារាងប្រាក់ខែហ្នឹងយើងដើរបើផ្ទៀងទៅអាតាមទៅណាខែលោតែយើងបោះតារាងប្រាក់ខែខែចាស់មកហ្នឹងទៅឌីទៅវាំងបាត់ហើយអញ្ចឹងយើងបើត្រឹមត្រូវហើយតារាង payroll របស់យើងហ្នឹងយើងរក្សាទុកមកអញ្ចឹងមកដល់កន្លែងនេះដល់កន្លែងទូទាត់ប្រាក់អញ្ចឹងក្នុងការទូទាត់មានពីរជម្រើសក្នុងការទូទាត់បើសិនជាយើងមានជា bank slip ករណីសហគ្រាសខ្លះក្រុមហ៊ុនខ្លះគាត់ទៅដល់នៅធនាគារបានជា bank slip មកគាត់យក option អង្គនេះចុចបញ្ចូលការវាយទៅហើយ select ធនាគារណាមួយដែលយើងបានបង់ហើយនោះមកហើយយើងវាយលេខការវាយចូលហើយថ្ងៃខែឆ្នាំដែលយើងបង់ហ្នឹងហើយហ្នឹងចំនួនទឹកប្រាក់នៅលើការវាយហ្នឹងមកហើយយើងបញ្ចូលប្រកាន់វាយចូលទៅរក្សាទុកទៅរួចហើយប៉ុន្តែបើសិនជាករណីដែលយើងចង់ scan បង់ភ្លាមយើងជួយដំណើរការទូទាត់ខាងលើនេះមកនោះវានឹងចេញជាធនាគារណាមួយដែលយើងចង់បង់លើហ្នឹងមកទីហើយយើងចង់បង់លើ ABA ជិះលើ ABA មកយើង select មកវាមានជំរឿនច្រើនក្នុងការទូទាត់ហ្នឹងវាមានជាការអនុទាននេះណាតែយើងជា ABA មួយបាល់ទេយើងចុចលើហ្នឹងមកនៅវានឹងចេញជា QR code សម្រាប់ទឹកប្រាក់ចំនួនប៉ុណ្ណឹងឯងដើម្បីយើង scan បងអញ្ចឹងយើងនៅចាំឲ្យទៀតចូលក្នុងកងធនាគាររបស់យើងមក scan បងទៅរួចរាល់ហើយរងចាំវិក័យប័ត្រណាអញ្ចឹងនេះបន្ទាប់ពីយើងទូទាត់រួចហើយគឺយើងអាចទាញវិក័យប័ត្រខាងលើនេះបានប៉ុន្តែក្នុងករណីខ្លះគឺយើងត្រូវរងចាំមួយថ្ងៃទៅ2ថ្ងៃដើម្បីទទួលបានវិក័យប័ត្រនឹងដើម្បីខាងបសរកនិតមើលអញ្ចឹងមានហើយជួយគៀនមកយើង download យកទៅនោះយើងបានវិក័យប័ត្រហ្នឹងឯងប៉ុន្តែក្នុងលក្ខខណ្ឌដែលយើងធ្វើខុសឲ្យយើងអាចចុចសារកន្លែងនេះបើយើងរងចាំយូរឲ្យមានវិក័យប័ត្រចុចកន្លែងហ្នឹងមកបើយើងខុសអីគឺខាងបសនឹងផ្ញើសារប្រាប់មកយើងដើម្បីយើងកែតម្រូវណាអូខេ